អូខេបាទសួស្តីទាំងអស់គ្នាបាទស្វាគមន៍មកកាន់វីដេអូថ្មីបាទជាមួយនឹងខ្ញុំបាទអឺនៅវិទ្យាសាស្ត្រជាថ្មីម្ដងទៀតហើយបាទចឹងបាទស្វាគមន៍មកកាន់បាទ Channel របស់ខ្ញុំបាទសាស្ត្រជាថ្មីម្ដងទៀតនៅក្នុងថ្ងៃនេះបាទយើងនឹងបន្តជាមួយនឹងមេរៀនរបស់យើងគឺបាទតទៅជាមួយនឹង Linux បាទចឹងគឺយើងមកដល់ ចំណុចបាទទី3បាទនេះគឺបាទចំណុចរបស់យើងបាទទី3បាទនេះបាទអញ្ចឹងមានបាទស្អីគេខ្លះនេះបាទមានបាទថាបាទមានសពាក្យថ្មីណាបាទថាបាទគឺបាទដើម្បីធ្វើការ combine file ឬមួយក៏ directory ហ្នឹងគឺចូលទៅកាន់បាទ directory តែមួយអញ្ចឹងថ្ងៃនេះគឺយើងបាទរៀនបាទច្រើនតាក់ទងជាមួយនឹងអឺ zip អ្នកដែលចេះប្រើ Windows ក៏ស្គាល់ហើយ file zip អត់មាន Fara ទេណាបើយើងគឺបើយើងប្រើ file zip ប៉ុន្តែនៅក្នុងនេះគឺបើយើងមាន3បាទប្រភេទ zip បាទយើងមាន zip បាទយើងមាន gzip បាទជាមួយនឹង bzip2 អញ្ចឹងបាទអានេះល្អជាងគេ bzip2 នេះណាវា compress បានទៅជា file មួយដែលតូចជាងគេសម្រាប់បាទgzip2 ក៏ល្អដែរgzip2 នេះក៏ល្អដែរហើយប៉ុន្តែសំខាន់នេះបាទ zip នេះគឺបាទយើងចូលចិត្តប្រើដោយសារអីបើសិនជាយើងចង់ copy ឆ្លងពីបាទ CLS បាទមានតែយើង copy បាទ Linux ទៅកាន់បាទ Windows យើងអត់មានត្រូវការប្រើ tool អីជំនួយទេគឺយើងបាទប្រើ zip ទៅដើម្បីអីគឺបាទ Windows ក៏ស្គាល់ zip ស្រាប់បាទអញ្ចឹងគឺបើយើងងាយស្រួលយើងមិនបាច់ប្រើ tool ជំនួយអញ្ចឹងណាបាទចំណុចមួយទៀតដែលយើងគួរចាប់អារម្មណ៍ដែរសម្រាប់ zip គឺអាច compress បានអាច uncompress ក៏បានហើយវាអាចធ្វើការជាមួយនឹង file ផងវាធ្វើការជាមួយនឹង directory ផងហើយសម្រាប់ gzip វាអាច compress តែមាន combine ណាវាអត់មាន combine ចូលគ្នាបាទអត់អីទេហើយបើសម្រាប់បើ gzip គឺអាចធ្វើការងារជាមួយនឹង file ផងជាមួយនឹង directory ផងប៉ុន្តែសម្រាប់ bzip2 បាទតែវាបាទ compress បានតូចមែនប៉ុន្តែវាធ្វើការបានតែជាមួយនឹង file ទេអញ្ចឹងវាអាចធ្វើការជាមួយនឹង directory បានទេសម្រាប់ bzip2 អូខេអញ្ចឹងយើងមកមើលពីការប្រើប្រាស់ជាមួយនឹងថាបាទ keyword ថាបាទយ៉ាងដើម្បីយើង combine បាទ file ច្រើនជាមួយនឹង directory អីបាទបញ្ចូលគ្នាបាទយើងប្រើបាទថាដកបាទ cvf ហើយយើងដាក់ឈ្មោះ file យើងបាទឈ្មោះ directory មក c ហ្នឹងមានន័យថាពាក្យ combine ពាក្យពេញណាហើយ v ហ្នឹងគឺបាទ verbose បាទហើយ f ហ្នឹងគឺ specific file name អញ្ចឹងយើងអនុវត្តទៅលើកន្លែងហ្នឹងមួយទៅឥឡូវនេះយើងមក check មើលអូខេអញ្ចឹងមាន file 2 directory 2ឥឡូវបើយើងចាប់ផ្ដើមបាទតែជាមួយនឹងកន្លែងហ្នឹងតិចណាបាទថាអូខេឥឡូវយើងចាប់ផ្ដើមធ្វើការ comment បាទយើងប្រើ keyword ថាដក cvf ដក cvf បន្តមកទៀតយើងចង់ដាក់នៅក្នុងឈ្មោះអីគេឥឡូវខ្ញុំដាក់ថា my ថាចុះ my ថា dot ថាអូខេឥឡូវចង់ដាក់អីគេខ្លះដាក់ file 1 dot tt ចង់កៀងបាទ file 2 dot tt my dear one my dear 2អូខេចុច enter ជប់សិនខ្ញុំមើលសិនវាមានបញ្ហាអីគេmy cannot state no such file directory my អូបាទកន្លែងនេះខ្ញុំដក clear អញ្ចឹងវាដាក់ទៅបានតែ3នេះទេឥឡូវអត់អីទេបាទឥឡូវយើងដាក់បានតែ3ចុះបាទយើង clear មកសិនហើយឥឡូវយើងចង់ដឹងថានៅក្នុងឥឡូវយើងមើលសិនឥឡូវបាទអញ្ចឹងនេះបាទម៉ៃថារបស់យើងដែលយើងបាន combine មិញហ្នឹងឥឡូវយើងចង់ដឹងថានៅក្នុងហ្នឹងមានអីគេខ្លះអញ្ចឹងយើងវាយមកថាដក tf t ហ្នឹងគឺ tree f ហ្នឹងគឺ false បាទអញ្ចឹង tf ម៉ៃថាម៉ៃមកអត់មកហើយម៉ៃថា dot ថាបាទអញ្ចឹងនេះគឺយើងមានអីបាទមាន file 1 file 2បាទយើងមាននេះបាទ directory របស់យើងមួយដោយសារមួយទៀតគឺដាក់អត់ចូលទេដោយសារយើងដក clear អញ្ចឹងគឺវាអត់ស្គាល់ file ឥឡូវយើងបន្តទៅសាក zip មកយើង combine វាចូលទៅក្នុង folder តែមួយអីឥឡូវនេះ
យើងអាច zip ចេះក៏បានអានេះគឺសម្រាប់កំបាញ់ប៉ុន្តែក៏ពិតទៅយើងមិនបាច់ទៅកំបាញ់ទេដោយសារអី zip នេះគឺមានកំបាញ់ឲ្យស្រាប់អីអញ្ចឹងយើងមិនបាច់ប្រើនេះទេបើយើងមិនបាច់ប្រើជាមួយនឹងផាទេមិនអញ្ចឹងអីបាទបាទអញ្ចឹង G10 នេះគឺបើអាចថាមិនបាច់ប្រើទេប៉ុន្តែគាត់ថាឥឡូវយើងមួយសិនទៅបើកុំឲ្យថាញ៉ៃញ៉ៃពេកហើយខ្ញុំសូម clear មួយបាទឥឡូវយើងកុំឲ្យញ៉ៃញ៉ៃច្រើនហើយយើងពលាវាសិនមកឥឡូវយើងឧទាហរណ៍ ls ចេះឥឡូវខ្ញុំremove ហើយអានេះគឺ remove ចេះមកfile1 .tt file2.tt ឬជា mydear1 ហ្នឹងmydear1 នេះដូចជាលុបអត់កើតទេយើងប្រើ directory អត់ដូចគ្នាទេលើសាកសិនខ្ញុំចង់ផ្លេចដែរបាទ remove អានេះគឺទៅការធ្វើ yes អើយហើយចុះបើយើងដាក់ f មកដាក់ /f វាមុខមកយើងទៅហើយបាទឥឡូវយើងលុប file របស់យើងទៅហើយបាទយើងមើលហើយនៅសល់ mydear1 យើងលុប mydear1 មួយទៀតមកremove /o mydear1ក្បត់ឥឡូវចេះដាក់ no សិនទៅហើយយើងចង់លុបកុំឲ្យវាសួរបាទដាក់ f ចេះមក ls អូខេទៅណាអូខេឥឡូវយើងកុំឲ្យថាខ្ញុំលេខសៀកថា /x អានេះគឺ extract my extract គេឥឡូវយើង extract my ថា dot ថាអីយ៉ាអីចេះបាទជប់ចាំមើលបន្តិចសិនបាទខុសអីបាទយើងផ្លេច f មួយបាទដាក់ f បាទខុសបាទផ្លេចតែមួយនឹងនេះឥឡូវនេះមកយើង ls មកបាទអញ្ចឹងគឺបាទមកវិញហើយបាទមកវិញឥឡូវយើងចង់សាក remove ហើយខ្ញុំផ្លេច remove file តាហ្នឹងត្រូវធ្វើមិនខ្ញុំអត់ច្បាស់ដែរសាកសិនណា my ថា dot ថា ls អូខេទៅហើយបាទ remove ត្រឹមត្រូវ remove បានជោគជ័យបាទឥឡូវយើងចូលទៅដល់ zip វិញម្ដងយ៉ាបើក channel ខុស zip ឥឡូវនេះ zip បើយើងមើលនេះបាទដើម្បីយើងកំបាញ់បានយើងប្រើ zip នេះមកបន្ទាប់នេះទៀតយើងដាក់ឈ្មោះបាទយើងចង់ដាក់ឈ្មោះឲ្យគេតែតែមាន/o ពីមុខណាបាទ o នេះគឺ money recursive បាទ option o ហើយយើងដាក់ file ហើយយើងដាក់ directory អីទៅតែចិត្តយើងទេឥឡូវយើងកុំឲ្យខាប់ពេលវេលាយូរយើង ls ខ្ញុំកុំឲ្យភ្លេចឈ្មោះខ្ញុំអត់សាភ្លេចឈ្មោះដែរឥឡូវយើងវាយមក zip zip យើងដាក់ឈ្មោះឲ្យគេ mydear zip mydear តែដល់ mydear ទៅទេណាខ្ញុំដាក់ set ip zip zip file ឲ្យគេ file1.tt អូខេបាទ file2.tt mydear1 mydear2 enter បាទ reroll បាទឥឡូវយើងសាកមើលដូចជា zip ដក tf my ជប់ហើយយើង ls មើលសិនអានេះគឺមក zip ណាបាទឥឡូវខ្ញុំអត់ខ្ញុំដូចយ៉ាងចង់ភ្លាវចង់ផ្លិចមិនទេបាទកន្លែងនេះឥឡូវយើងសាកសិនណាបាទគ្រប់យ៉ាងគឺយើងត្រូវការសាក tf my dear dot zip បាទ error comment មកឥឡូវយើង check មើលសិនបាទចាំតិចខ្ញុំ check មើលសិនអូខេឥឡូវខ្ញុំ research ឃើញវិញហើយអញ្ចឹងគឺយើងប្រើ comment នេះបាទ zip zip info ដក 1 បាទយើងដាក់ my dear zip មកយើងឃើញនេះឥឡូវយើង enter បន្តទៀតឥឡូវយើងឃើញហើយមានអីគេខ្លះនៅក្នុងហ្នឹងឥឡូវខ្ញុំចង់ remove វាចោលអូខេខ្ញុំ clear បើចង់ clear ឥឡូវខ្ញុំ remove សិន /o f នេះគឺកុំឲ្យវាសួរបាទយើងដាក់ទៅប៉ាំងពិតស្ងាត់ឈឹងហ្មងបាទអត់មានឲ្យវាសួរយើងថាចង់លុបមិនចង់ទេ Oh my god ច្រឡំដៃតា enter ទៅតែមួយបាទឥឡូវនេះគឺយើងដាក់មក file 2
media 1 media 2 អូខេឥឡូវ ls បើយើងសល់តែមួយណាបើឥឡូវយើងunzip វាមកវិញមកគេហៅ extract unzip ចុះមកនេះដូចជាមាន keyword កដាលមួយទៀតខ្ញុំអត់ចាំដែរបាទយើងសាកសិនណាជួយអានេះមកចឹងលេងសើចបាទឥឡូវនេះគឺមកវិញនេះបើយើង extract យើង unzip វាហើយនេះយើង unzip វាហើយមកវិញហ្នឹងឥឡូវយើងមើលមួយមើលអូយយើងមើលជាមួយនឹងinode យើងមើលជាមួយនឹង inode បានដឹងថាទំហំវាប៉ុន្មានបាទអញ្ចឹងបើយើងសាកមើលមួយ inode មកយើងសុំ clear វាមួយសិន ls .li បាទនេះយើងចេញមកហើយបាទឥឡូវយើងទុកនៅនឹងសិនចុះបាទ media zip នេះហើយយើងចង់ដឹងថាវាទំហំវាធំប៉ុណ្ណាឥឡូវយើងដាក់ថាមួយទៀតមកបាទយើងដាក់ចូលអស់មកថាយើងគ្រាន់តែកំបាញ់ធម្មតាយើងអត់ zip ណាmy file 1ថា myថា dot ថា file 1.tt file 2.tt my there 1 my there 2អូខេគ្រប់អស់ត្រឹមត្រូវបាទ ls មួយទៀតហាថា my ថា 1ថា invalid option អូណែជាផ្លេចកើតដកVCF នេះCVF លិចបាទឥឡូវមកណាជាមួយយើងឥឡូវយើង ls ដកli ឥឡូវយើងឃើញនេះបាទអូបាទ file ថានេះ1000ជាង1000 10000ណាបាទទៅពេល zip សតដល់នេះបាទឥឡូវយើងបន្តយើងចង់ដឹងទំហំវាឥឡូវខ្ញុំចង់ដឹងទំហំវាទៀតណាបាទឥឡូវយើងចូលមកមើលជាមួយនឹង gzip បាទនឹង gzip របស់យើងនេះបាទដើម្បីយើងអាចធ្វើបានហើយយើងអាច ungzip ក្នុងវិញបាននេះគ្នាដោយប្រើពាក្យថា gunzip ហើយយើងចង់ zip វាដាក់ gzip វាយើងគ្រាន់តែប្រើពាក្យ gzip មកស្តៀងគ្នាទេការប្រើដូចកន្លែងនេះអញ្ចឹងបាទ zip យើងបើ unzip មកវិញមកនេះគឺត្រូវការប្រើ option all ដូចគ្នាណាប្រើ option all របស់ exclusive ដូចគ្នា bzip2 នេះយើងចាំតេស្តក្រោយឥឡូវនេះយើងតេស្តនេះមួយសិន file 1 file 2 file 3អីចឹងទៅឥឡូវយើងgzip មួយទៅgzip my gzip dot gzip ឥឡូវដាក់មក file 1 dot tt file 2 dot tt my there 1 my there 2 enter ផ្លេច option ទៀតហើយគូក្បាលខ្ញុំដូចដល់កនេះមើល no such file my gzip មិនបាន no such file ជប់ខ្ញុំមើលសិនព្រមមិនចឹងចាំតិចបាទតោះយើងបន្តទៀតបាទខ្ញុំច្រឡំបាទអញ្ចឹងសម្រាប់ gzip នេះគឺយើងអត់មានកំបាញ់ទេបាទអញ្ចឹងគឺតម្រូវឲ្យយើងប្រើអានេះមកប្រើថានេះដែលយើងកំបាញ់វាហើយដើម្បីមកប្រើ gzip មួយតង់ទៀតអញ្ចឹងមានន័យថាយើងពីរតង់យើងកំបាញ់មួយតង់យើងមកដាក់ gzip មួយតង់ឥឡូវនេះយើងធ្វើម៉េចបាទកាពះទៅទុកទៀតដែរឥឡូវយើងមកប្រើ file ឲ្យមានស្រាប់ directory របស់យើងនៅមានស្រាប់
បាទចឹងយើងវាយមក G zip slash o ដាក់មកម៉ៃថា dot ថា dot gz ម៉ៃថា dot ថាមិនបាន no សាច់ file ស្អីខុសត្រង់នេះហ៎បាទការប៉ັດទៅយើងខុសសិនតាក់មកតាទៀតហើយបាទយើងមិនបាច់ប្រើអានេះទេបាទយើងប្រើតែ file នេះមកនេះបាទម៉ៃថា dot ថា enter មិនចឹកទេតែខុសអញ្ចឹងបាទលើសនេះការប៉ັດនៅពេលដែលយើងមានកំបាញ់ឲ្យស្រាប់យើងអត់ប្រើនេះទេជាសេខុសឲ្យម៉ៃថា dot ថាមិននៅតែខុសអញ្ចឹងអូខេឥឡូវលើកនេះបាទជឿជាក់ 100% ឥឡូវមានបញ្ហាហើយបាទឥឡូវយើងបន្តមក G10 របស់យើងជាមួយនឹងម៉ៃថារបស់យើងដែលមានស្រាប់ dot ថា ls បាទឡើងមានបញ្ហានេះបាទអញ្ចឹងគឺដូរឈ្មោះហើយនេះបាទម៉ៃថារបស់យើងបាទទៅជាម៉ៃថាបាទនេះវិញបាទ G10 វិញចុះបើយើងអត់ចង់មកកំបាញ់តែយើងអាចមានវិធីណាបានអត់បាទអញ្ចឹងគឺវិធីគឺតែងតែមានហើយនេះបាទយើងប្រើតែមួយជួរណាប៉ុន្តែឥឡូវយើងកុំតន់ទៅដល់ហ្នឹងអីបាទអានេះគឺ G10 អានេះគឺការ extract មកវិញរបស់ G10 អញ្ចឹងណាបាទ B12 ក៏មានបាទគឺមានអស់ហើយបាទអញ្ចឹងឥឡូវយើងបាទមើល inode របស់យើងមើលទំហំណាយ៉ាងម៉េចដែរបាទនោះមិញប្រហែល10000អានេះ10000ជាងនៅពេល file វាណា10000ជាង file នេះធំហ្នឹង file តេសោះហ្នឹងបាទអានេះ0នេះ6អញ្ចឹងទៅបាទ10ជាងមាន500អញ្ចឹងដល់ពេលបាទ G10 យើងកាន់តែតូចទៀតហើយបាទឥឡូវយើងបន្តយើងទៅដល់បាទ B12 បាទអញ្ចឹង B12 របស់យើងដូចខ្ញុំប្រាប់ពីដើមអញ្ចឹងគឺវាប្រើបានតែជាមួយនឹងនេះបាទប្រើបានជាមួយនឹង file ទេបាទវាអាចប្រើបានជាមួយនឹង directory ទេអញ្ចឹងបើសិនជាយើងចង់ប្រើ B12 មួយ file យើងបាទ comment ពាក្យ B12 បាទចាក់ឈ្មោះ file របស់យើងមកបាទ file អីចឹងទៅហើយទៅពេល unzip b unzip 2 យើងមកបាទអាហ្នឹងវាត្រឡប់មកវិញហើយឥឡូវនេះយើងប៉ុន្តែបើយើងធ្វើអញ្ចឹងណាវានឹង zip ម្ដងវា zip មក file ផ្សេងគ្នាមកវា list ជា zip ឲ្យហ្មងប៉ុន្តែយើងមានវិធីអញ្ចឹងគឺយើងវាចង់ប្រើជាមួយ directory យើងធ្វើអញ្ចឹងមកនេះឃើញអត់មានន័យថាយើងកំបាញវាសិនកំបាញវាជា file ថាជាថាមួយសិនបន្ទាប់មកទៀតចាំយើងប្រើ B12 ឥឡូវយើងកុំឲ្យខាត់ពេលតោះឥឡូវយើងថាមកដក C VF C combine variables have a specific file name ឥឡូវនេះមក file 1 dot tt ចង់ភ័យអាស្អីខុសម្ដង dot tt my dear 1 my dear 2បាទខុសទៀតនេះបាទដាក់ឈ្មោះ file my b10 dot ថាហើយវាយ b12 បាទ b12 dot ថាលេខ LM មកមានមកអត់បាទ b12 dot ថាឥឡូវមកហើយណាបាទអញ្ចឹងយើងមកយើងមើល comment យើងតិចមើល comment យើងតិចអញ្ចឹងដើម្បីឲ្យយើងប្រើ b12 បាននេះបាទងាយ easy បាទយើងមក b12 my b12 dot ថា no such file បើឡើយមកណាបាទវាដូរទៅឈ្មោះបាទនេះ my12.tha.b12 ឥឡូវយើងចង់មើលទំហំវាជាមួយណាល្អជាងដូចខ្ញុំបញ្ជាក់ពីដើមគឺ B12 ហ្នឹងហើយបាទឥឡូវនេះបាទនេះគឺ B12 បាទគាត់សល់តែ207មេទេបាទ G10 215អានេះ500បាទនេះគឺមហាហើយបាទគឺបាត់ថាតទេមក10000ជាងបាទយើងគឺ compress អស់ធំមែនទេ
បាទឥឡូវយើង clear មួយឥឡូវយើងធ្វើការអឺអានមួយហ៎បាទ b អាន10 2មកបាទឥឡូវយើងវាយមកម៉ៃb 12 dot ថា dot b 12ឥឡូវអញ្ចឹងគឺមកត្រឡប់មកដើមវិញហើយណាបាទគឺត្រឡប់មកជា file ថានេះវិញហើយអញ្ចឹងបាទផ្សេងទៀតគឺស្រដៀងគ្នាទេឥឡូវខ្ញុំមានវិធីមួយទៀតបាទ clear បាទ F មួយសិនបាទឥឡូវយើង remove my b12 dot ថានេះចោលបាទផ្លេចដាក់ rf បាទឥឡូវនេះយើង remove ទៀតបាទឥឡូវយើង remove តែមួយហ្នឹងណាបាទយើងទៅតេស្តបន្តទៀតទៅបាទយើងមើលកន្លែងនេះគឺយើងប្រើមកជួរទេបាទដូចកន្លែងនេះអីបាទយើងមិនទៅប្រើច្រើនតង់ទេបាទយើងប្រើតែនេះមកតង់មកហើយអានេះ B សម្រាប់អីគេB12 នេះ B12 ណាយើង extract មកវិញក៏បានដូចគ្នាដែលយើងប្រើជាមួយនឹង option CJ VF បាទនេះ CJVF អូខេបាទ V នឹងគឺ verb ប៉ុណ្្នឹងឯងបាទ F នឹងគឺ specific file name បាទ J ខ្ញុំផ្លេចបាត់ហើយចាំ research មើលតិចណាបាទខ្ញុំអត់ទាន់ចង់ research ទេបាទឥឡូវយើងសាកជាមួយនឹង B12 មួយចុះបាទយើងប្រើ command នេះដើម្បីទៅជា B12 បាទដូចតែគ្នាទេដូចតែថាដែរទេហើយយើងវាយមកថាដកហើយយើងមើលមកមានអីគេខ្លះបាទដក C កំបាញ់ J អត់ចាំទេបាទ V purpose F specific file name បាទតោះ CJVF ឥឡូវយើងទៅថាដាក់ម៉ៃថា with B10 B12 dot ថា dot B12 ហ្នឹងតោះឥឡូវយើង combine នេះខ្លះដាក់ file 1 dot tt file 2 dot tt my there one my there two ls ឥឡូវមកអត់នេះយើងមើលទំហំវាបានប៉ុន្មានយើងមក ls/ ដក li បាទយ៉ាងនេះអក្សរ2 7ដូចមិញដដែលដូចយ៉ាងមិញដដែលហ្នឹងបាទយើងបាន remove មិញហ្នឹងបាទគឺបាទអត់ខុសគ្នាប្រហែលទេបាទអញ្ចឹងបាទវីដេអូថ្ងៃនេះបាទខ្ញុំបានមានប៉ុណ្្នឹងទេអរគុណច្រើនមែនទែនសម្រាប់ការតាមដានទស្សនាកុំភ្លេចបាទធ្វើការ subscribe បាទ channel របស់ខ្ញុំបានម្នាក់មួយផងបាទជួបគ្នានៅក្នុងវីដេអូបន្តទៀតផងដែរ